Nâng ngày nhôm demo tệ tông mùi LD chẳng nè thầm mấy phía trên quát khơi nhôm demo ta mùi mù mù chẳng là biệt phờ mùi LD phờ mạch chẳng nhưng thua video ní là biệt phờ mùi LD chẳng là biệt phờ cứ tầm mùi thế còn là mùi dương bạc mùi LD mùi dương bạc phờ mùi mù mù chẳng là biệt phờ cứ tầm mùi thế nâng ngày lỡ chẳng bờ dương phờ mùi LD dương cho tàu website máu family.me nâng máu tộc mà tiết dương cho cái lại download nè chọn lựa đằng máu bị scroll từ đó cái lại download ở đi chẳng ở đi dương miền pi miền ở đi mode official ở đi mode bỏ chân và tái nhầm recommend ở per official trong cái đa thử function mỗi thu chọn version mode chân nắng function class đã thử thì nắng tam nè per nhưng mà toàn ăn test chết slide luôn ai này bên đây nè per quạt chụp chân này chẳng nhầm recommend ở download ở đi mode official nè nàyไป download ហើយវាមាន Fara មួយអញ្ចឹងឥឡូវខ្ញុំបញ្យល់តាមតិចទៀតតើតមួយ LD LD វាប្រើផ្សេងគ្នាយើងអត់ពាក់ព័ន្ធ LD scene ដែលយើងប្រើ install official របស់វាទេបានន័យថាពីរផ្សេងគ្នាដាច់តែ like ពេល download មកគឺបាន file zip អញ្ចឹងដូចចេះអញ្ចឹងយើងចុចចូលទៅ download ហើយ download file មកអញ្ចឹងឥឡូវនេះអញ្ចឹងពេល download ហើយចេញ Fara អញ្ចឹង LD official ចេះអញ្ចឹងរបៀបប្រើវាគឺពលាវាមកសិន Fara WinRAR ហ្នឹងណាមកស្ដាំលើនឹងយក WinRAR ហើយ extract here នេះកន្លែងនេះមកឬក៏យើងបើកWinRAR ហើយយើងទាញតម្លាក់ទាញ folder ហ្នឹងតម្លាក់នៅលើ folder របស់យើងមកហ្នឹងហើយអញ្ចឹងពេលទាញតម្លាក់មកនេះឃើញវាបាន folder family LD អានេះមិនខ្វល់ទេណានេះ file របស់ខ្ញុំចាស់ហេអញ្ចឹងយើងចូលទៅ folder ហ្នឹងហើយយើង scroll ចុះក្រោមមកហៅមើល file នេះ DN multiple player នេះអញ្ចឹងគ្រាន់តែបើកវាមកឃើញLD អាលេខ0នេះហើយអញ្ចឹងដំបូងកុំតាន់អាចធ្វើអីយើងចុច start វាបើកវាសិនមកហ្នឹងហើយអញ្ចឹងពេលបើកដំបូងអីដែលយើងត្រូវធ្វើយើងចូលទៅក្នុង app Magic គូឆ្កែក្រហមនេះអញ្ចឹងចូលទៅ app ហ្នឹងមកហើយយើងមើលខាងលើចូលម្ដងទៀតមកនេះចូលមើលខាងលើនេះវាមាន2ប្រឡោះអញ្ចឹងមើលតែកន្លែង install ខាងលើនេះបើវាចេញជាលេខ version ចេះអាហ្នឹងយើងអាចប្រើបានហើយកុំឲ្យតែ like install ហ្នឹងចេញ NA ចេះចេញ NA ហ្នឹងបើសិនជាអត់ចេះ config ទេអាចឆាតមកខ្ញុំ direct មកខ្ញុំចូលទៅមើលឲ្យខ្ញុំប្រាប់ថាត្រូវចុចមកអញ្ចឹងណាតែបើចេញអញ្ចឹងអត់អីទេបិទវាចោលទៅយើងអាចប្រើបានហើយអញ្ចឹងមួយទៀតតកតងមួយ resolution របស់ LD ហ្នឹងអញ្ចឹងចូល setting មកវានេះកន្លែង resolution នេះកុំដូរអីទាំងអស់និយាយទៅយើងអាចដូរបានតែ RAM ហើយនិង CPU like នេះឯងយើងចង់ដាក់ម៉ានយើងអាចដូរបានតែក្រៅពីហ្នឹងកុំដូរអញ្ចឹងបើដូរយើងដើរត្រូវមួយ tool ទេអូខេអញ្ចឹងបន្តមកទៀតរបៀបដាក់ឲ្យវាស្គាល់មួយ tool អញ្ចឹងយើងចូលទៅក្នុង folder LD យើងមិញអានេះនៅក្នុង folder LD របស់យើងដែលពលាចេញមកមិញណាចូលទៅ folder ហ្នឹងហើយយើងចុចខាងលើនេះអញ្ចឹងអានេះជា path របស់ LD ហ្នឹងអញ្ចឹង select លើហ្នឹង mouse ស្ដាំ copy វាមកហើយយើងចូលទៅ tool ចូលទៅ line setting ដាក់ខាងក្រោមនេះជា path LD ខាងលើជា path mumu អញ្ចឹង LD យើង mouse ស្ដាំហើយយើង path ឡៃទាំងមកបន្តមកទៀតចុច mouse ស្ដាំចុច load មកអញ្ចឹងឃើញ device LD របស់យើងមានម៉ានគឺវា sol ឡៃហ្នឹងយើងអាចបើកប្រើតាមនឹងបានតែបើយើងចង់បើកដៃក៏បានដែរអត់អីទេហ្នឹងហើយអញ្ចឹងមួយទៀតតកតងមួយការ clone អញ្ចឹងឧទាហរណ៍យើងចង់ប្រើម៉ាន5 LD 5អីចឹងទៅយើងចុច clone ពីអាលេខ0ហ្នឹងមក1 2 3 4 5អញ្ចឹងទៅឥឡូវខ្ញុំបិទហើយខ្ញុំ clone នេះពេល clone យើងចុចអា clone ខាងនេះយើងមិនចុចអា new ចុច new បានន័យថាវា generate LD ថ្មីដែលមិនមែនជា mode ជា official របស់វាអញ្ចឹងអាហ្នឹងគឺអត់ដើរទេយើងចុច clone ពីអាលេខ0នេះលេខ0មកនេះវា clone ពីអាលេខ0នេះមកអញ្ចឹង clone ពីអាលេខ0គឺដើរត្រូវមួយ tool កុំចុច new ហើយបន្តមកទៀតបើយើងចង់បើកប្រើគឺបើកចាប់ពីលេខ1ទៅលេខ1លេខ2អញ្ចឹងណា
ក៏បើកលេខ0ដោយសារលេខ0ឧទាហរណ៍ថាលេខ1លេខ2យើងប្រើថ្ងៃនេះវាមានបញ្ហាដាច់ភ្លើងអីទៅខូចLD នឹងខូចអីចឹងទៅយើងអាចលុបចោលហើយយើង clone វាលេខ0មកគឺប្រើបានធម្មតាទៀតវាអត់ញញ៉ៃទៅវេលា file ថ្មីអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងរបៀបប្រើហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងអញ្ចឹងរបៀបប្រើមួយ LD យើងបើក LD នឹងឲ្យហើយមកឲ្យវាចេញឲ្យអស់សិនមកហើយចាំយើងចូលទៅ tool load device មកគឺវាស្គាល់ចូល LD ចេះហើយហ្នឹងហើយមួយទៀតសម្រាប់អ្នកថ្មីមួយទៀតតើតើមួយកន្លែង running នេះបើ load stop បានន័យថាយើងចុច start ទៅគឺវាអត់ដើរទេដោយសារអីយើងអត់ទាន់ set វាទៅ working អញ្ចឹងរបៀប set វាអាណា stop យើងចង់ឲ្យ device នឹងដើរគឺមកស្ដាំ set device working ចុច device working នេះអញ្ចឹងកន្លែង running ហ្នឹងបើ working បានវាដើរហ្នឹងហើយអញ្ចឹងមួយទៀតតើតើមួយកន្លែងនេះគឺ device changer Mumu យើងប្រើមួយ make changer នេះច្រឡំម្ដងទៀតតើតើមួយ LD គឺប្រើមួយ make changer សម្រាប់ Mumu ប្រើមួយ farm changer អញ្ចឹងពីរហ្នឹង select ទៅត្រូវបើ select អត់ត្រូវទេគឺ device info សម្រាប់នៅលើ account login account មួយហ្នឹងគឺវាអត់ដើរអត់ដូរ device ទេហ្នឹងហើយអញ្ចឹង LD ប្រើមួយ make change Mumu យើងប្រើមួយ farm changer ហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងរបៀបប្រើមួយ LD គឺប្រើដូចគ្នាទាំងអស់ tool របស់យើងគឺប្រើដូចគ្នាទាំងអស់